ហួសចិត្តបងប្អូនខ្ញុំដល់ចឹងខ្ញុំនិយាយអត់ចាញ់សៀមកំពុងតែវាយខ្មែរឥឡូវពេលនេះម៉ោងនេះតាំងពីថ្មដូនតាំងពីប្រាសាទតាមវន្តាកបីប្រាសាទខ្នាណាដូនកែវបយប៉ែតមកជុំមកដល់មានជ័យព្រៃច័ន្ទអីទាំងអស់សៀមកំពុងតែសង្គ្រប់វាយប្រហារយើងខ្លាំងរួចងាកទៅស្អីរដ្ឋាភិបាល$23កសិកម្មស្អីគេនោះប្រកាសបដិញគ្រួសារហ៊ុនចេញពីតំណែងខ្ញុំក៏អ្នករិះគន់រដ្ឋាភិបាលដែរណាខ្ញុំក៏អ្នកមិនពេញចិត្តក្នុងការដឹកនាំរបស់តកូលហ៊ុនដែរណាកន្លងមកណាប៉ុន្តែពួកលោកឯងត្រូវបែងចែកឲ្យច្បាស់ណារវាងជាតិកំពុងមានបញ្ហានិងបញ្ហានយោបាយថ្នាក់ជាតិសត្រូវកំពុងតែបាញ់សម្លាប់ពលរដ្ឋឯងស្លូតត្រង់សត្រូវកំពុងតែបាញ់សម្លាប់ទាហានយើងដែលកំពុងតែការពារជាតិព្រោះអីពួកលោកឯងមកធ្វើអនយោបាយទិញជាតិពងមកបណ្ដេញស្អីពីអំណាចពីស្អីខ្ញុំប្រាប់លោកឯងណាមកដល់ម៉ោងនេះពួកលោកឯងគួរតែភ្លឺភ្នែកឲ្យថាអាសាសសៀមនេះអាសត្វសៀមនេះវាអត់ដែលបានគិតរឿងពួកលោកឯងទៅដាក់ពាក្យបណ្ដឹង ICJ ស្អីទេលោកឯងមើលមករយៈមុនមួយចំនួនខ្មែរសើចឲ្យរឿងសៀមវាលេចទឹកមួយចំនួនស្ទើរតែកំសៅយំគេឥឡូវគ្រាន់តែវាស្រក់ទឹកភ្លាមវាវាយឯងខ្លាំងគុណនឹង10ទោះថាពួកលោកឯងមានមនសិការជាខ្មែរទេពួកលោកឯងធ្វើនេះវាមិនមែនជាការស្នេហាជាតិទេណាគឺគេហៅថាស្នេហាជាតិដែរតែស្នេហាជាតិតុយគឺធ្វើដើម្បីអំណាចខ្ញុំប្រាប់ថាឱកាសនេះបើពួកអស់លោកឆ្លាតយកឱកាសហ្នឹងសាមគ្គីគ្នាជួយទទួលទៅកាន់អន្តរជាតិនៅក្នុងការអន្តរាគមន៍ឬក៏ធ្វើបែបណាដើម្បីឲ្យបញ្ឈប់នឹងការបាញ់បោះហ្នឹងដែលធ្វើឲ្យសម្រាប់អាយុជីវិតប្រជាជននិងទាហាននេះអាហ្នឹងទើបខ្មែរអាចផ្សះផ្សាគ្នាបានប៉ុន្តែបើរបៀបពួកអស់លោកឯងនេះខ្មែរអាចផ្សះផ្សាបានទេខ្មែរយើងតាំងតែពីទឹកដីមហានគររហូតដល់រួញប៉ុណ្ណឹងដោយសារស្អីដោយសារតែគ្រប់ពេលដែលខ្មែរត្រូវបានសត្រូវឈ្លានពានគឺខ្មែរចាប់ផ្ដើមបែកបាក់គ្នាខ្មែរចាប់ផ្ដើមទៅខ្ចីដៃបរទេសមកបង្ក្រាបខ្មែរគ្នាឯងអាហ្នឹងដែលសត្រូវសៀមវាកំពុងតែធ្វើយុទ្ធសាស្ត្រនឹងបន្តទៀតហើយសួរថាតើឲ្យនរណាជឿលោកឯងខ្ញុំក៏លែងជឿពួកលោកឯងដែរពីពួកកន្លងមកនេះសៀមយកតែព័ត៌មានលោកឯងទៅចោះផ្សាយតែរហូតហ្នឹងហើយរឿងអីដែលពួកលោកឯងអាងថាបើសិនអត់ពីតកលហ៊ុនទៅពួកលោកឯងដោះស្រាយបានតាមរយៈមុនឃើញនាំក្រុមការងារទៅថតស្អី ICJ តែចូលដល់លបងក្នុង ICJ ចូលមិនបានផងមានអាចទៅបង្ហាញទៅស្អីផែនទីផែនស្កចឹងឥឡូវមកដល់ហ្នឹងស្កាត់ឈឹងនេះស្អីគេឯណាលទ្ធផលពួកអស់លោកនោះរដ្ឋាភិបាលបង្កើតមកគេមិនតន់ទទួលស្គាល់ស្អីផងប្រកាសអូទៅប្តឹងនេះប្តឹងនោះឥឡូវស្ងាត់ដូចកញ្ចក់និយាយប៉ុណ្ណឹងចាំមួយពួកនេះបន្តិចឥឡូវចូលដល់រឿងពាក់ព័ន្ធជាមួយនឹងបុតបញ្ជារបស់លោកហ៊ុនសែនបាទឥឡូវនេះសូមហៅគាត់ថាសម្ដេចហ៊ុនសែនចុះគឺគាត់បានបញ្ជាឲ្យខាងកម្ពុជាតបតគ្រប់តំបន់ទាំងអស់ដែលសៀមកំពុងតែសង្គ្រប់វិបហាយើងអញ្ចឹងមកដល់ម៉ោងនេះនាទីនេះគឺយើងបានយល់ច្បាស់ហើយថាអ្វីទៅជាបន្ទាត់ក្រហមដែលរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្ត្រដើម្បីការពារប្រទេសនោះគឺយើងបានឃើញច្បាស់ហើយម្សិលមិញនេះពួកសៀមប្រើប្រាស់រថក្រោះទៅបំពេញចូលតំបន់ដែលពួកវាដាក់បន្លាលួសនិងសំណាញ់ពតនៅភូមិព្រៃច័ន្ទភូមិជោគជ័យអញ្ចឹងបន្ទាត់ក្រហមយើងត្រង់នេះដែលយើងកំណត់ទិសដៅគឺនៅពេលណាដែលពួកវាទន្ទ្រានពួកវាជ្រែកចូលហួរតំបន់ហ្នឹងគឺយើងចាត់ចូលទៅក្នុងការលើកបន្ទាត់ក្រហមនៃការឈ្លានពានផ្លូវការតែម្ដងនេះគឺជាអត្ថប្រយោជន៍មួយដែលអន្តរជាតិនិងអាស៊ានបានទទួលស្គាល់ថាសៀមគឺបានបំពេញខ្មែរយ៉ាងពិតប្រាកដមិនអាចប្រកែកបានណាបងប្អូនកន្លែងនេះបានជាខ្ញុំសរសើរថាយើងពេលខ្លះវាមិនមែនយើងនឹងវាអន់ពេលខ្លះមិនមែនយើងនឹងទៅចូលមួយសត្រូវដើម្បីកាត់ទឹកដីឲ្យបរទេសទេប៉ុន្តែយើងដឹងអំពីទំហំនៃកងទ័ពយើងដឹងអំពីទំហំនៃសពាវុធរបស់យើងច្បាស់ថាតើយើងគួរតបក្នុងទំហំណាយើងគួររើបំរាស់ក្នុងកម្រិតណាណាបងប្អូនហើយមួយវិញទៀតសង្គ្រាមមិនទាន់ចប់យើងអត់ទាន់វិនិច្ឆ័យថានរណាដណ្ដើមបានទឹកដីខាងណានរណាបាត់បង់ទឹកដីផ្នែកណាខ្លះទេពេលនេះរឿងបញ្ហានយោបាយជាតិជារឿងបន្ទាប់បន្សំប៉ុន្តែរឿងដែលយើងត្រូវរួមគ្នានៅក្នុងការតស៊ូមតិបង្ក្រាបរាល់ការឈ្លានពានពីបរទេសទើបជាអត្ថប្រយោជន៍មួយដែលជនជាតិខ្មែរទាំងអស់ត្រូវសាមគ្គីគ្នាជាចាំបាច់ហើយម៉ោងនេះខ្ញុំក៏កំពុងតែពិចារណាហើយក៏សុំមតិពីបងប្អូនថាតើខ្ញុំគួរតែបើកការទទួលជំនួយជាថ្មីដែរឬទេហើយបើទទួលលើកនេះខ្ញុំក៏ប្រហែលនឹងវេទាំងអស់ទៅកាន់មូលនិធិរបស់សម្ដេចសង្ឃពិនសែមដែលព្រះអង្គត្រៀមនឹងការចោះជួយជនភៀសសឹកក៏ដូចជាកងទ័ពដែលកំពុងតែរងគ្រោះបាទអរគុណ